ចំណុចនេះដែរខ្ញុំចង់បង្ហាញទាក់ទងទៅនឹងបញ្ហាមួយតែបងប្អូនអ៊ំពូមីងម្ចាស់ចំការភាគច្រើនគឺបានស្គាល់នៅលើបញ្ហានេះគឺរូបរាងបែបនេះដើមហេតុគឺបង្កឡើងដោយពពួកស្មៅទ្រីបយើងហ្នឹងនៅពេលដំណាក់កាលដែលក្តឹបនៅខ្ចីឬមួយក៏ដំណាក់កាលនៅក្តឹបប៉ុននេះគឺវាធ្វើការកោសជញ្ជក់នៅរូបរស់របស់ចន្ទីធ្វើឲ្យមានស្នាមអញ្ចឹងបើសិនជាករណីមានការបំផ្លាញខ្លាំងវាអាចធ្វើឲ្យគ្រាប់ហ្នឹងគឺខូចទាំងស្រុងត្រង់ចំណុចមួយគឺនៅពេលដែលសាច់ផ្លែនេះចាប់ផ្ដើមរីកគឺវាធ្វើឲ្យហូរប្រេះសបកគឺហូរទឹកមកគឺស្រោចនៅលើគ្រាប់នេះទាំងមូលវាធ្វើឲ្យឡើងផ្សិតខូចហើយមួយទៀតបើសិនជាវាដល់ពេលពេញវ័យប្រមូលផលវាអាចនឹងឡើងកមដែលតំបន់មួយចំនួនគាត់ហៅថាសបកតង្កែនសបកមៀតហ្នឹងគឺវាធ្វើឲ្យខូចសោភ័ណភាពហើយតម្លៃនៃការលក់ចេញក៏បានថោកជាងគេដែរតម្លៃទាបជាងគេដើម្បីដោះស្រាយបញ្ហាទ្រីបនិងស្រមើគួរប្រើសារធាតុដែលមានដូចខាងក្រោម